រន្ធត់ចិត្តណាស់លោកអើយចុងខែមិនទាន់ទេអារម្មណ៍ងាករេរកតែប្រហុកចំហុយពងទាហានិយាយរន្ធត់មិនបានប្រហុកចំហុយពងទាហើយរកអីទៀតថែមតែសាច់ជ្រូកមកអែមបាត់ហើយមកនិយាយរន្ធត់មើលដើរជុកមីនតោនហើយបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះម៉ាក់គូតូចធ្វើមុខម្ហូបយ៉ាងពិសេសទៀតហើយគឺបាទប្រហុកកច្រាំដាក់ជាមួយនឹងសាច់ជ្រូកចំហុយជាមួយពងទាអូយបងប្អូនហើយផ្អែមមាត់ទៀតហើយផ្អែមមាត់ទៀតហើយឥឡូវកំពុងតែកច្រាំសាច់ជ្រូកបាទលាយជាមួយខ្ទឹមបាទណែក្លុកពងទាបងប្អូនណែម៉ាក់គូតូចក្លុកលើសម៉ាស៊ីនក្លុកទៀតដៃជាញាប់ឆ្មេតែម្ដងហើយឥឡូវម៉ាក់គូតូចបាទក៏បានឆ្កើប្រហុកឆៅនឹងដាក់ទៅលើសាច់ជ្រូកបាទនិយាយថាក្លិនប្រហុកបងប្អូនណាឈ្ងុយតែម្ដងហើយបងប្អូនខ្លះថាអុយស្អុយប្រហុកបាទតែបើអ្នកចូលចិត្តប្រហុកវិញបងប្អូនណាបានធំក្លិនប្រហុកដូចបានហត់ទឹកអប់មកពីសិង្ហបុរីអញ្ចឹងនិយាយថាឈ្ងុយតែហ្មងបងប្អូនហើយបើបានយកទៅអាំងខ្ចប់លឹកចេកបាទស្លឹកអំដេងលឹកអីទៀតអូនិយាយថាអូគ្មានអីមកព្រៀបផ្ទឹមទេជាមួយនឹងប្រហុកនេះតែគាត់តែបច្ចុប្បន្ននេះយើងឆ្នៃមានដាក់លាយសាច់ជ្រូកលាយជាមួយនឹងពងទាលាយជាមួយនឹងអីចឹងបងប្អូនបើចាស់ពីដើមអត់ទេបាទគាត់ដាក់តែប្រហុកតាទេកច្រាំដាក់តែគ្រឿងដាក់ម្ទេសដាក់អីចឹងទៅឥឡូវនេះខ្ញុំមកបេះម្ទេសឲ្យបងប្អូនបាទបេះបាន2 3គ្រាប់4 5គ្រាប់បាទយកឲ្យប្រពន្ធបាទដាក់ជាមួយនឹងប្រហុកយើងដើម្បីឲ្យថែមជារសជាតិចឹងណាបាទឥឡូវកំពុងតែលាបបាទលាបពងទាពីលើបន្ថែមទៀតដើម្បីដាក់ថាពេលចំហុយទៅឲ្យឃើញពងទាឡើងក្រាស់ខ្មឹកតែហ្មងបាទនេះដាក់ម្ទេសចូលហើយបាទដើម្បីសោភ័ណភាពបាទរសជាតិបន្ថែមឥឡូវម៉ាក់គូតូចទាញបាទពងទានៅក្នុងចានរបស់យើងដែលមានសាច់ជ្រូកមានពងទាមានប្រហុកអញ្ចឹងទៅបាទដាក់ចំហុយហើយយ៉ានេះចំហុយឲ្យបងប្អូនភ្លើងឆេះហើយបាទភ្លើងឆេះហើយទៅហើយបាទបន្ទាប់យកប្រហុកដាក់ចំហុយហើយក៏បើកទូទឹកកកយកបន្លែប្លុកបាទយកបន្លែប្លុកមកធ្វើលក់ហើយម៉ាក់គូតូចធ្វើម្ហូបទៅបាទខ្ញុំមកយកគូតូចចេញពីសាលារៀនបាទសាលារៀនចិត្តទៀតដែរទេប៉ុន្តែខ្ជិលឲ្យកូនដើរក្តៅបាទហើយអញ្ចឹងទេនេះបាទមកដល់ហើយបាទឡើងឡានហើយរាល់ដងមិនមែនតែមិត្តភក្តិគេម្នាក់ហ្នឹងទេបាទរាល់ដងបាទ3 4នាក់បាទមកឡានពេញហ្នឹងបាទជាជួយដឹកទៅបងប្អូនយើងនៅក្នុងភូមិបាទឥឡូវនេះបានមកដល់ផ្ទះគេមួយបាទប្រុសទីនបាទយ៉ាបាទនៅក្នុងភូមិព្រៃគោដូចគ្នាហ្នឹងបាទឥឡូវមកដល់ផ្ទះវិញហើយបាទមកដល់ថតបន្ថែមសិនបាទបន្លែប្លុកលាងទឹករួចស្រេចឥឡូវម៉ាក់គូតូចកំពុងតែចិត្តសក់ហើយបាទចិត្តញាប់ដៃញាប់ជើងនៅសើអីបាទកូនមកពីរៀនហើយអញ្ចឹងអត់អាចធ្វើមួយទេអញ្ចឹងបញ្ញាប់ឲ្យកូនបានញ៉ាំបាទអញ្ចឹងទៅបាទនេះមានប៉ោះផងមានបន្លែប្លុកដូចជាការ៉ុតទៅសក់បាទសណ្ដែកគួរបាទហ្នឹងអត់ទាន់អស់ផងបាទនៅមាននេះត្រាប់បើខាងខ្ញុំហៅត្រាប់ដកគោបាទតែស្រុកបងប្អូនយើងខ្លះហៅត្រាប់សណ្ដែកបាទអញ្ចឹងផ្សេងគ្នាប៉ុន្តែជាទូទៅឮគេហៅត្រាប់ដកគោបាទបាទអញ្ចឹងស្រុកបងប្អូនហៅអីបាទជួយប្រាប់ផងបងប្អូនបាទនេះចិត្តការ៉ុតចិត្តអីហើយបាទរៀបចំដើម្បីបាទធ្វើជាលក់បាទចុចជាមួយនឹងបាទប្រហុកបាទចិញ្ច្រាំបាទសាច់ជ្រូកនិងពងទារបស់យើងបាទបើក៏តូចឯនេះបាទមកពីសាលារៀនវិញទុកកតាបទុកកៅអៅហើយបាទក៏យកសភៅបាទមករៀនផាត់ពណ៌បាទហើយប្រុសមកឯនេះវិញបាទមកបលែងជាមួយប៉ានេះបាទចាំប្រហុកចំហុយយូរពេកបលែងជាមួយកូនដែរទៅខ្ញុំបាទប្រុសមកម្ដាយម៉ាំងស្លាប់ហេយ៉ាបាទនិយាយទៅឥឡូវបាន10ខែជិត11ខែបងប្អូនបាទចូលខែ4 11ខែហើយបាទអញ្ចឹងទៅក៏ចេះលេងសើចមួយប៉ាមួយម៉ាក់ច្រើនបាទនេះបរៀនសាធុកបរៀនចាប់បរៀនអីចឹងទៅបាទឆាប់ចេះឆាប់ចាំបាទអញ្ចឹងទៅបងប្អូនណាយើងបាទជាពុកម្ដាយសប្បាយចិត្តនឹងឯងបរៀនអីទៅល្អឲ្យកូនទៅបាទធំឡើងខ្លាចជាមនុស្សល្អឯងទេបងប្អូនឥឡូវនេះបងប្អូននេះឃ្លានហើយបាទឃ្លានហើយក៏បាទឆុងទៅដោះគោបាទម្សៅទៅដោះគោអ៊ីនឡាក់ហ្នឹងឲ្យមុំតែម្ដងបាទហើយកូនខ្ញុំមុំទៅដោះគោអ៊ីនឡាក់ហ្នឹងបងប្អូនឃើញគ្រប់វីដេអូហើយបាទនេះបាទអ៊ីនឡាក់បាទពីលេខ1លេខ2ហើយអញ្ចឹងធំតិចទៀតមុំលេខ3អញ្ចឹងទៅហើយល្អណាស់បងប្អូនជួយបានច្រើនណាស់បាទជួយឲ្យកូនយើងបាទមានសុខភាពល្អបាទជំនួយខួរក្បាលជំនួយដល់ការចងចាំបានល្អបាទសម្រួលដល់កាពះពោះវៀនជួយសម្រួលដល់ការបតោបងបាទហើយឲ្យសុខភាពពោះវៀនរបស់កូនយើងនឹងបានល្អបាទហើយជំនួយដល់គ្រាប់ឈាមក្រហមទៀតដល់បាទហ្នឹងហើយបងប្អូនឥឡូវនេះមុំឆ្អែតហើយក៏គេងតែម្ដងបងប្អូនបាទអញ្ចឹងមានកូនតូចចម្រីខមមិនបាទមុំទៅដល់គូអ៊ីនឡាក់នេះគឺល្អមែនតើបាទហើយអត់ពិបាកទិញទេបងប្អូនបាទតាមម៉ាតតាម Pharmacy ក៏មានហើយបាទហើយបងប្អូនអាចឆាតចូល Pack បាទ អ៊ីនឡាក់ Cambodia បានបាទហើយឥឡូវនេះប្រហុកយើងឆ្អិនល្មមបងប្អូនបាទអូយទំនងណាស់បងប្អូនហើយទំនងណាស់នេះមើលទៅគួរឲ្យចង់ញ៉ាំមែនតើបាទមានម្ទេសពីលើមានពងទាមានសាច់ជ្រូកមានប្រហុកអញ្ចេះអូយនិយាយថាជាតិនោះបងប្អូននេះបាទរៀបចំឲ្យដាក់មួយម៉ាត់សិនបងប្អូនបាទទាញបាទយកត្រាប់មកបាទយកលក់មកបាទដាក់មួយប្រហុកមកអូបងប្អូនមួយម៉ាត់ណាក៏ឆ្ងាញ់មួយម៉ាត់ណាក៏ឆ្ងាញ់ដែរហើយអរគុណម៉ាក់គូតូចដែលតែងធ្វើម្ហូបឆ្ងាញ់ឲ្យប្តីនិងកូនបានញ៉ាំរាល់ថ្ងៃជូនពរប្រពន្ធមានសុខភាពល្អបាទហើយអរគុណច្រើនបងប្អូនវីដេអូយើងមានតែប៉ុណ្្នឹងទេបាទបាយបាយអរគុណច្រើនជម្រាបលា